រៀបសួរបងប្អូនប្រិយមិត្តជាទីរាប់អានថ្ងៃនេះខ្ញុំមានមុខម្ហូបមួយមុខគឺសម្លម្ជូរពោះត្រីឌៀបជាមួយនឹងស្លឹកអំពិលក្រសាំងគ្រឿងផ្សំនៃមុខម្ហូបនេះដែរមានដូចជាពោះត្រីត្រកួនប្រលិតប្រហុកក្រសាំងចាស់ស្លឹកអំពិលខ្ចីគល់ម្ដេងនិងស្លឹកក្រូចថែមទាំងគ្រឿងផ្សំដូចជាស្ករប៊ីចេងទឹកត្រីជាដំបូងនាងខ្ញុំបានដាក់ដាំទឹកឲ្យក្តៅបន្តិចបន្ទាប់មកខ្ញុំបង់ជាមួយនឹងគល់ម្ដេងស្លឹកក្រូចដើម្បីធ្វើឲ្យក្លិនសម្លរបស់យើងមានក្លិនឈ្ងុយនិងកាត់បន្ថយភាពឆ្អាបនៃត្រីបានខ្ពស់ខ្ញុំដាក់បន្តដាំទឹករហូតដល់ទឹកពុះបន្តមកទៀតខ្ញុំក៏ចាប់ផ្ដើមជ្រុំប្រហុកជាធម្មតាគ្រួសារនីមួយៗចំណង់ចំណូលចិត្តផ្សេងគ្នាដូច្នេះប្រហុកបងប្អូនអាចដាក់តាមបែបចំណង់ចំណូលចិត្តចូលចិត្តប្រហុកច្រើនឬក៏ក្លិនប្រហុកតិចសម្រាប់គ្រួសារខ្ញុំគឺខ្ញុំចូលចិត្តប្រហុករាងច្រើនបន្តិចអញ្ចឹងខ្ញុំដាក់ប្រហុករាងចាស់បន្តិចហើយខ្ញុំជ្រុំប្រហុកនេះឲ្យសព្វជាមួយនឹងទឹកម្លបន្ទាប់មកទៀតខ្ញុំដាក់ឲ្យពុះហើយខ្ញុំក៏បន្តយកត្រីមកបង់នៅក្នុងទឹកសម្លដែលកំពុងពុះនេះសម្រាប់ត្រីដែរគឺខ្ញុំប្រើពុះត្រីនិងក្បាលត្រីឌៀបចំនួន2ខ្ញុំលាងទឹកឲ្យស្អាតជាមួយនឹងក្រូចឆ្មាហើយនឹងអំបិលពីបេទឹកដើម្បីប្រកាសថាត្រីរបស់យើងបានស្អាតល្អនិងបាត់ក្លិនឆ្អាបមួយចំនួនចេញបន្ទាប់ពីខ្ញុំបង់ត្រីរួចហើយខ្ញុំទុកឲ្យត្រីឡើងពុះបន្ទាប់ពីឡើងពុះហើយបងប្អូននឹងឃើញថាមានវាផលឡើងពពុះនៅពេលបងប្អូនឃើញពពុះបែបនេះបងប្អូនត្រូវតែដួសវាចេញព្រោះពពុះនេះវាធ្វើឲ្យសម្លរបស់យើងមានក្លិនឆ្អាបអញ្ចឹងខ្ញុំដួសវាម្ដងទៅពីរដងដើម្បីឲ្យពពុះនេះមិនសូវមាននៅក្នុងឆ្នាំងសម្លរបស់យើងតមកទៀតខ្ញុំទុកឲ្យវាពុះហើយខ្ញុំក៏បង់គ្រឿងដូចជារ៉ូឌី1ស្លាបព្រាប៊ីចេង1ស្លាបព្រាស្ករស1ស្លាបព្រាហើយខ្ញុំនឹងបន្ថែមទឹកត្រីខ្ញុំអត់ប្រើប្រាស់អំបិលទេដោយសារតែសម្លរបស់យើងគឺបានដាក់ប្រហុកហើយអញ្ចឹងខ្ញុំខ្លាចសម្លនឹងប្រៃខ្ញុំបន្ថែមទឹកត្រីជំនួសអំបិលវិញបន្ទាប់មកយើងកូរសម្លនឹងឲ្យសព្វហើយទុកវាឲ្យមកពុះទៀតទើបខ្ញុំចាប់ផ្ដើមដាក់បន្លែផងដែរគឺខ្ញុំដាក់ត្រកួនហើយនឹងប្រលិចត្រកួនហើយប្រលិចគឺខ្ចីល្អណាស់គឺពេលយើងដាក់ទៅគឺធ្វើសម្លរបស់យើងបង្កើតរសជាតិកាន់តែឆ្ងាញ់ផ្អែមហើយនឹងមានចិត្តបន្លែថែមទៀតពេលដែលខ្ញុំដាក់បន្លែហើយខ្ញុំចាប់ផ្ដើមឆុងបន្តិចបន្តមកទៀតខ្ញុំក៏ដាក់កសាំងព្រោះអីដើម្បីឲ្យកសាំងចេញជាតិអញ្ចឹងខ្ញុំដាក់កសាំងមុនស្លឹកអំពិលបន្ទាប់មកខ្ញុំដាក់ឲ្យពុះបន្តិចហើយខ្ញុំក៏បន្ថែមស្លឹកអំពិលខ្ចីដាក់ចូលទៅក្នុងសម្លខ្ញុំដាក់អំពិលខ្ចីរួចហើយខ្ញុំក៏ដាក់ម្ទេស2-3គ្រាប់ដើម្បីឲ្យម្ទេសយើងឆ្អិនជាមួយនឹងសម្លពេលដែលយើងពិសាទៅគឺមានរសជាតិកាន់តែឆ្ងាញ់ហើយជាចុងក្រោយគឺខ្ញុំថែមជាមួយនឹងស្លឹកបុកម្អមសម្លនេះដែរបើសិនជាមិនមានស្លឹកម្អមក៏ធ្វើឲ្យសម្លយើងបាត់ឲ្យរសជាតិបន្តិចដែរដោយសារបាត់ក្លិនរបស់រសជាតិនៃក្លិនម្អម